សុស្ដីបងប្អូនអរគ្នាបាទបងប្អូនខ្លះដែលគាត់ចង់បង្កើតនៅ channel YouTube ឬក៏ចង់ចេះធ្វើ YouTube បាទអញ្ចឹងគឺបងប្អូនអ្នកដែលដៃថ្មីគឺមុនដំបូងបាទមុនដំបូងដូចជាខ្ញុំអញ្ចឹងគឺបងប្អូនទាំងអស់គ្នាត្រូវតែមានអ្វីខ្លះអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំគ្រាន់តែប្រាប់បង្ហាញបងប្អូនអរគ្នាទេបើសិនជាបងប្អូនចង់ចេះបង្កើតនៅ channel YouTube គឺបងប្អូនអាចចូលមក channel ថ្មីរបស់ខ្ញុំមុននេះបាទគឺចូលមកជួយ subscribe ទៅនឹង channel ថ្មីឬក៏ follow page របស់ខ្ញុំម្នាក់មួយបាទដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទដែលបានចែកម្លែកជូនដល់បងប្អូនអរគ្នាអូខេនេះគឺជា channel ថ្មីរបស់ខ្ញុំបងប្អូនគ្នាបាទសង្ឃឹមថាបងប្អូនគ្នាកុំភ្លេចជួយ subscribe នៅ channel ថ្មីរបស់ខ្ញុំម្នាក់មួយបាទអូខេអញ្ចឹងបងប្អូនដែលដៃថ្មីបាទដៃថ្មីដូចជាខ្ញុំអញ្ចឹងគឺបងប្អូនត្រូវតែមានអ្វីខ្លះទីមួយគឺបងប្អូនអរគ្នាត្រូវតែមាន email បាទមាន email ហើយ email គឺយើងបង្កើតដល់ខ្លួនឯងបងប្អូនគ្នាបាទហើយការបង្កើតគឺខ្ញុំមានប្រាប់នៅក្នុង channel របស់ខ្ញុំហ្នឹងហើយបងប្អូនគ្នាបាទរបៀបបង្កើត channel YouTube របៀបបង្កើត channel របៀបបង្កើត email បាទអូខេអញ្ចឹងត្រូវមានអីខ្លះបងប្អូនគ្នាបាទអញ្ចឹងយើងថតទៅក្រោយសិនទៅក្រោយអស់បងប្អូនគ្នាបាទអូខេនេះបងប្អូនគ្នាបាទបងប្អូនគ្នាត្រូវតែមានមុនដំបូងគឺមាន3នេះបងប្អូនគ្នាបាទនេះគឺ email បាទ YouTube ហើយនឹង YT Studio អញ្ចឹងនៅពេលដែលបងប្អូនបង្កើតនៅ email បានហើយគឺបងប្អូនយកមក sign in ជាមួយនឹង YouTube បាទយក sign in ជាមួយ YouTube បន្តមកទៀតគឺបងប្អូនអាចចូលទៅ download នៅនេះ YT Studio នេះបងប្អូនគ្នាបាទ YT Studio នេះគឺសម្រាប់យើងសរសេរចំណងជើងបាទសម្រាប់យើងដាក់ title បងប្អូនគ្នាបាទសម្រាប់យើងដាក់ title ដាក់ចំណងជើងនៅវីដេអូរបស់យើងអញ្ចឹងណាឬក៏យើងសម្រាប់យើងកែសម្រាប់យើងបដូរឈ្មោះអីចឹងគឺយើងអាចមក edit នៅកន្លែងហ្នឹងបានបងប្អូនគ្នាបាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាយល់ហើយមុនដំបូងបងប្អូនត្រូវតែមានអ្វីខ្លះបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនត្រូវតែទីមួយគឺបងប្អូនទៅបង្កើត email បាទ email ហើយគឺបងប្អូនអាចយកមក sign in ជាមួយនឹង YouTube ហើយចាំយើងទៅបង្កើតនៅ create channel ទាំងអស់គ្នាទៅអូខេអញ្ចឹងវីដេអូហ្នឹងបើជាមានតែប៉ុណ្្នឹងទេបងប្អូនគ្នាបាទដោយសារវីដេអូដែលរបៀបបង្កើត email ឬក៏បង្កើត YouTube នៅក្នុង channel នេះបើហ្នឹងហើយបើសិនជាបងប្អូនចង់ជាបង្កើតអាចចូលទៅមើលនៅក្នុង channel របស់ខ្ញុំមួយនេះមកបាទកុំភ្លេចចុច subscribe នៅ channel ថ្មីរបស់ខ្ញុំម្នាក់មួយផងបងប្អូនគ្នាបាទហើយក្នុងការនិយាយស្ដីអីគឺខ្ញុំអត់ទៅចេះនិយាយទេបងប្អូនគ្នាបាទសូមមកchia sẻដល់ខ្ញុំផងដោយសារយើងរៀននិយាយមុនដំបូងយើងរៀនធ្វើវីដេអូមុនដំបូងអញ្ចឹងរៀនហៅថាអត់សូវប៉ុនប្រសពអញ្ចឹងណាបងប្អូនគ្នាបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ